បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកចែករំលែកនៃការប្រើប្រាស់ LD ណាដើម្បីឲ្យបងប្អូនទាំងអស់គ្នាប្រើប្រាស់ហើយ Facebook ម្ដងបានច្រើន account បាទ2 3 account ឬក៏លើសហ្នឹងទៅហើយឲ្យវា scroll ឬក៏មើលខ្លួនឯងអញ្ចឹងទៅដើម្បីយើងចិញ្ចឹម account Facebook ឬក៏ប្រើប្រាស់មើល YouTube ឬក៏អីអញ្ចឹងទៅអញ្ចឹងជាដំបូងដើម្បីប្រើប្រាស់ LD យើងចូលទៅបាទចូលក្នុង Chrome សិនដើម្បី download កម្មវិធី LD ហ្នឹងយកមកប្រើប្រាស់លើកុំព្យូទ័ររបស់យើងបាទអញ្ចឹងខ្ញុំចុចទៅលើ Chrome បាទហើយយើងសរសេរពាក្យថា LD មកបាទ LD មកហើយយើងចុច search បាទនេះវា load មកឲ្យលើគេនេះឯងបាទអញ្ចឹងយើងចុចទៅលើ LD ហ្នឹងមកបាទវានឹង load មកឲ្យយើងហើយអញ្ចឹងយើង download វាមកហើយយើងចង់បានប្រភេទម៉េចបាទអញ្ចឹងយើងបាទអញ្ចឹងខ្ញុំចុចបាទហើយចុច save មកបាទវា download ឲ្យយើងហើយនេះវា download បានហើយអញ្ចឹងខ្ញុំចូលទៅបើកវាបងប្អូនអ្នកគ្នាចូលទៅបើកវាមកបាទហើយបន្ទាប់មកយើងចុចតម្លើងវាហើយយើងចុចពាក្យថា yes បាទបន្ទាប់មកយើងចុចពាក្យថា install ចាំមកផ្លែទៅបងប្អូនអ្នកគ្នាវានឹងឲ្យ load ពេញវានឹងចូលហើយបាទនេះបងប្អូនអ្នកគ្នាបន្ទាប់ពីយើង install វាហើយណាវា load បែបនេះហើយបងប្អូនបាទបងប្អូនអាចដាក់Google Play Store បាទដើម្បី download កម្មវិធីដែលយើងចង់បានមាន Facebook YouTube TikTok អីចឹងទៅឥឡូវនេះខ្ញុំសាញ Play Store ដើម្បី download Facebook YouTube ឬក៏ TikTok អីចឹងទៅបាទហើយយើងបន្ទាប់ពីយើងដាក់ email ដាក់អីហើយយើង download បានយើងប្រើប្រាស់បានដោយទូរស័ព្ទចឹងហើយវាមានភាពងាយស្រួលយើងអាចប្រើម្ដងបានច្រើនក៏បានបាទហើយយើងអាចប្រើជាទម្រង់ iPad ក៏បានបាទទូរស័ព្ទក៏បានទំហំយើងចង់បានអីបានគឺយើងអាចកំណត់បាននេះបងប្អូនអរគ្នាបងប្អូនចង់បានទំហំបែបណាបាទហើយយើងសេរីជា tablet phone បាទឬក៏យើង customize វាតាមដែលយើងចង់បានអញ្ចឹងខ្ញុំចង់បានប្រភេទ phone បាទអញ្ចឹងខ្ញុំយក18គុណនឹង1920នេះបានជាលក្ខណៈទូរស័ព្ទដៃណាបាទឬយើងចង់បាន standard បាទឬក៏យើងចង់បាន high បាទ FPS ដើម្បីឲ្យចង់ថាឲ្យកម្មវិធីយើងដើរ smooth ដើរស្រួលអញ្ចឹងណាអាហ្នឹងអាស្រ័យទៅលើកុំព្យូទ័ររបស់បងប្អូនដែរបើកុំព្យូទ័ររបស់បងប្អូនធំបាទយើង build លក្ខណៈ PC ណាបាទហ្នឹងយើងអាចប្រើវាបានអញ្ចឹងអានេះខ្ញុំប្រើនៅលើ laptop ទេខ្ញុំអត់ចង់ឲ្យទូរស័ព្ទខ្ញុំអត់ចង់ឲ្យកុំព្យូទ័រខ្ញុំវារត់លើសពីសមត្ថភាពរបស់វាណាបាទអញ្ចឹងខ្ញុំប្រើ standard ទៅហើយបន្ទាប់មកបងប្អូនចុច save វាមកវាចេញជាលក្ខណៈហើយទូរស័ព្ទឲ្យយើងហើយបាទចាំតិចទៅជាមួយខ្ញុំចុច restart វាបាទនេះបងប្អូនអរគ្នាវាចេញជាលក្ខណៈទូរស័ព្ទឲ្យយើងហើយបងប្អូនចង់បានទំហំប៉ុណ្ណាក៏បានដែរយើងអាចប្រិចព្រំវាបានទាំងអស់នេះខ្ញុំឲ្យវាដំណើរការសិនបាទបងប្អូនចង់បានទំហំរបៀបម៉េចបាទនេះប៉ុណ្ណេះក៏បានអីក៏បានណានឹងអាស្រ័យទៅលើបងប្អូនចង់បានឬយើងចង់បានទំហំមកល្មមណាអញ្ចឹងយើងអាចដាក់បាន2ឬក៏3ឬក៏4អីចឹងទៅបើកុំព្យូទ័របងប្អូនទាំងអស់គ្នាមេធំបាទ spec ធំយើងអាចដាក់4 5អីចឹងទៅតែបើថាបងប្អូនប្រើប្រភេទ laptop កុំព្យូទ័របងប្អូនរត់បានថា3 4ផ្ទាំងអីចឹងទៅយើងប្រើតែ3 4ផ្ទាំងទៅបាទឬក៏យើងប្រើតែ2 3ផ្ទាំងក៏បានសារលើបងប្អូនអរគ្នាអញ្ចឹងខ្ញុំសូម add ទៅលើ Facebook YouTube អីសិនបាទ
បាទនេះខ្ញុំ add Facebook add YouTube អីចូលហើយព្រោះអានេះខ្ញុំប្រើទៅលើ Facebook អញ្ចឹងខ្ញុំ add ទៅ Facebook ចូលទេអានេះបាទ location របស់ខ្ញុំហើយបាទ VPN របស់ខ្ញុំហើយខ្ញុំប្រើណាហើយរបៀបប្រើប្រាស់ខ្ញុំនឹងប្រាប់បងប្អូនបន្ថែមទៀតនៅវីដេអូបន្ទាប់ទៀតបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងបាទជួបគ្នានៅវីដេអូក្រោយបាទសួស្តីបងប្អូនអរគ្នាបាទជួបគ្នានៅវគ្គ2អញ្ចឹងបន្ទាប់ពីយើង download វាពេញហើយអីហើយណាអញ្ចឹងយើងចូលទៅប្រើប្រាស់របស់វាបាទរបស់ LD អញ្ចឹងយើងចូលក្រោមនេះមកបាទវាមានLD player 9ហ្នឹងយើងចូលមកក្រោមនេះមកដើម្បីអីដើម្បី clone app របស់យើងបន្ថែមទៀត clone Facebook របស់យើងណាបាទអញ្ចឹងខ្ញុំចុចទៅលើ Facebook បាទនេះយើងអត់ទាន់បាន clone ទេយើងទើបតែប្រើប្រាស់វាហើយមូលហេតុអីបានអញ្ចឹងបានខ្ញុំអត់ទាន់ clone បាទដោយសារអីខ្ញុំអត់ទាន់បានរៀបចំវាផងណាអញ្ចឹងខ្ញុំសុំធ្វើការរៀបចំវាបន្តិចសិនណាបាទខ្ញុំដាក់ Facebook ដាក់ YouTube ឬក៏ដាក់អីក៏បានដែរអាស្រ័យទៅលើយើងចង់ដាក់ណាតែនេះខ្ញុំដាក់តែ Facebook ឯងឧទាហរណ៍ឲ្យហ្នឹងខ្ញុំដាក់ Facebook ណាបាទអញ្ចឹងវិធីក្នុងការ clone app ហ្នឹងឲ្យបានច្រើនបងប្អូនបាទបងប្អូនចូលទៅក្នុងកន្លែង setting នេះមកហើយយើងសេរីសិនយើងចង់បានប្រភេទម៉េចអីម៉េចចឹងណាបាទយើងចុចមើលសិនទៅតែយើងចង់បាន model ប្រភេទម៉េចទូរស័ព្ទអីចឹងទៅតែគាត់ថាយើងចុច clone វាយើងចុចទៅវាឲ្យយើងអូតូឯងអញ្ចឹងដើម្បីធ្វើការ clone បាទបងប្អូនបាទចុចទៅលើនេះយើងមកបាទហើយយើងចុចពាក្យថា add instant នេះមកបាទហើយយើងចុចពាក្យថា clone អញ្ចឹងបងប្អូនចង់ clone ប៉ុន្មាន clone 2 clone 3ឧទាហរណ៍ខ្ញុំ clone 4ចុះអញ្ចឹងក្នុងហ្នឹងclone ដែលយើងគ្រីសហ្នឹងណានេះគ្រីសហ្នឹងអញ្ចឹងវាមានកម្មវិធីប្រមាណវាលោតចូលទៅក្នុងអ្វីដែលយើង clone ហ្នឹងទាំងអស់អញ្ចឹងឧទាហរណ៍ខ្ញុំចុច clone បាទអញ្ចឹងបងប្អូនចាំតិចទៅវានឹងធ្វើការបាទ clone ឲ្យយើងអីអញ្ចឹងវាធ្វើការ clone ម្ដងមួយឲ្យយើងរហូតដល់4ដែលយើងចង់បានអញ្ចឹងអានេះខ្ញុំប្រើនៅលើ laptop អ្នកនរគ្នាអញ្ចឹងខ្ញុំអត់ហ៊ាន clone ច្រើនទេខ្ញុំខ្លាចវាគាំងដែរអញ្ចឹងណាមិនថា clone ប្រហែលក៏បានដែរក្នុង clone នេះមានថាខ្ញុំអត់ហ៊ានបើកម្ដងច្រើនទេខ្ញុំបើកបានតែ3 4អីចឹងទៅព្រោះកាលណាយើងបើកច្រើនទៅវាធ្វើឲ្យកុំព្យូទ័ររបស់យើងហ្នឹងវារ៉ាន់ខ្ពស់ដែរវាធ្វើឲ្យកុំព្យូទ័ររបស់យើងហ្នឹងវាឡើងក្តៅឡើងអីចឹងណាបាទអញ្ចឹងនេះកម្មវិធីលើគេហ្នឹងមុនដែលខ្ញុំ clone ណាអញ្ចឹងកម្មវិធីនៅលើបាទទូរស័ព្ទហ្នឹងនេះ LD ហ្នឹងវាមានកម្មវិធីប្រមាណវានឹងលោតចូលទៅក្នុងអ្វីដែលយើង clone ហ្នឹងមកគឺវាមានដូចគ្នាទាំងអស់ឥឡូវខ្ញុំបង្ហាញសិនបាទនេះកម្មវិធីដែលខ្ញុំបានដាក់មុនហ្នឹងណាបាទបាន download គឺ3នេះឯងបាទ3នេះមាន Facebook មានបាទមាន location មាន VPN អញ្ចឹងតើនេះអ្វីដែលខ្ញុំ clone មុនហ្នឹងនេះអ្វីដែលខ្ញុំ clone ហ្នឹងវាមានអត់ឥឡូវខ្ញុំចុចមើលសិនបាទដើម្បីបញ្ជាក់ឲ្យបងប្អូនអរគ្នាថារបៀប clone វាមិនអញ្ចឹងណាអញ្ចឹងខ្ញុំចុចលើទី1មកបាទជាមួយវាដូចគ្នាជាមួយនឹងអ្វីដែលខ្ញុំបាន download មុនហ្នឹងអត់បាទនេះបងប្អូនអរគ្នាអញ្ចឹងនៅក្នុង app ដែលយើង clone ហ្នឹងបាទកម្មវិធីមានប្រមាណគឺវាបង្ហាញនៅក្នុងapp ដែលយើង clone នឹងបានដូចគ្នាបាទអញ្ចឹងយើង down តែមួយមកយើង clone មកវាបំលែងមកទាំងអស់បាទអញ្ចឹងបន្ទាប់មកខ្ញុំប្រាប់ពីរបៀបនៃការប្រើប្រាស់យើងខ្ជិលអង្គុយ scroll ណាយើងជាវា scroll ខ្លួនឯងអញ្ចឹងយើងចុចចូលមកបាទនេះកម្មវិធីដែលយើងត្រូវបាទជប់មិនឮសលេងអីបាទយើងពិបាកអង្គុយ scroll ម្ដងមួយអញ្ចឹងបងប្អូនទាំងអស់គ្នាចុចទៅកន្លែងលើម៉ៅនេះបាទចុចកន្លែងលើម៉ៅហ្នឹងមកនេះដែលនៅខាងស្នាមដៃណាយើងចុចលើម៉ៅហ្នឹងមកយើងចុចបាទ start record វាដើម្បីអីដើម្បីឲ្យវានៅពេលដែលយើងបើកវាទៅវា scroll ខ្លួនឯងឧទាហរណ៍ណាខ្ញុំឧទាហរណ៍មួយអញ្ចឹងបងប្អូនអរគ្នា scroll មកបាទបងប្អូនអរគ្នា scroll មើលវាអីចឹងមក
បាទយើង scroll មើលវាមកហើយយើងចុចបាទលើនេះយើងចុចផ្ដាច់វាមកដើម្បីអីដើម្បី scroll ខ្លួនឯងហើយកន្លែងនេះយើងអាចដាក់ឈ្មោះបានយើងចង់មើលអីគេយើងអាចដាក់ scroll ក៏បានដែរខ្ញុំដាក់ scroll ទៅឧទាហរណ៍ឲ្យបងប្អូនអរគ្នាមើលតែមុននឹងយើងឲ្យវា scroll ហ្នឹងយើងចុចទៅ setting សិនយើងកំណត់វាសិនតើ scroll ហ្នឹងវាបាទវា run ប្រហែលម៉ោងឧទាហរណ៍បងប្អូនអរគ្នាដាក់1ម៉ោងចុះណាយើងដាក់1ម៉ោងហើយយើងចុចកន្លែង run នេះមកបាទមានន័យថាវា scroll បាន1ម៉ោងគឺវាឈប់ខ្លួនឯងបណ្ដោយបាទវាឈប់ scroll ហើយឬក៏យើងនេះយើងចុចអាកដាលនេះចឹងថាវា run រហូតដល់យើងចុចបាទយើងចុចបិទវាបានវាឈប់ហ្នឹងណាអញ្ចឹងបើសិនយើងអត់បានកំណត់វាទេបាទវាយើង record 2នាទីគឺវា scroll តែ2នាទីទេបើយើងបានកំណត់វាអញ្ចេះគឺវា scroll នៅអ្វីដែលយើងបានកំណត់វាអញ្ចឹងយើងចុច save មកបាទហើយខ្ញុំចុចបាទឧទាហរណ៍ឲ្យខ្ញុំចុច play ចាំមើលវា scroll ខ្លួនឯងណាបាទនេះខ្ញុំអត់ចាំបាច់បញ្ជាវាទេច្រឡំដាក់មកលើហ្នឹងបាទនេះខ្ញុំយកមកចេញបាទគឺវា scroll ទៅខ្លួនឯងអូខេបងប្អូនអរគ្នាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងបាទរបៀបនៃការប្រើប្រាស់ LD